បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបបើក hotspot បងប្អូនដើម្បី share យក Wi-Fi share ទៅទូរស័ព្ទផ្សេងទៀតពីហោថាទូរស័ព្ទយើងខាងនេះអត់លុយហើយបើយើងខាងនេះមានលុយអញ្ចឹងយើងបើក share គេហៅ share hotspot ឬក៏ share Wi-Fi ហ្នឹងគឺ share ដើម្បីឲ្យទូរស័ព្ទខាងនេះគេប្រើបានដែរណាបងប្អូនហើយរបៀបដាក់វាគឺមានភាពងាយស្រួលទេតើឥឡូវកុំឲ្យខាតពេលយូរខ្ញុំបង្ហាញទាំងពីរបងប្អូនទាំង iPhone និងពពួក Android ហើយបាទជាដំបូងយើងចូលបាទយើងចេញមកវិញសិនណាបងប្អូនខ្ញុំចុចចេញមកវិញអស់សិនមកគឺយើងចូលទៅក្នុង setting នៅក្នុងនេះបើបងប្អូនអូសដែររូបកងចក្រនេះបងប្អូនចូលមកហើយយើងបងប្អូនមើលអ្នក connection កន្លែង connection ហើយនឹង sharing បងប្អូនមើលរូបតាមហ្នឹងទៅបើសិនជាអត់សូវចេះអង់គ្លេសបាទ connection and sharing អញ្ចឹងបងប្អូនដែលអត់ចេះអង់គ្លេសក៏អាចអនុវត្តតាមខ្ញុំបានដែរហើយយើងប៉ះលើវាបន្តទៀតមកអញ្ចឹងបងប្អូននឹងឃើញពាក្យ hotspot នេះបងប្អូន hotspot នៅខាងលើនេះហើយយើងប៉ះមកណាបងប្អូនប៉ះលើសញ្ញាលើអក្សរហ្នឹងមកអញ្ចឹងតាមពិតទៅក្នុងហ្នឹងគឺវាមានស្រាប់ណាបងប្អូននេះគេ set មកស្រាប់ហើយប៉ុន្តែលេខកូដវាគឺអញ្ញាយបើសិនជាយើងអត់កែវាទេគឺយើងពិបាកទៅសេតាមណាបងប្អូនបើសិនជាបងប្អូនឧទាហរណ៍ថានេះអាហ្នឹងលេខកូដពីក្រុមហ៊ុនមកចឹងថាពីដើមមកវាមកជាប់ជាមួយទូរស័ព្ទអញ្ចឹងយើងបើកតានេះមកគឺវានឹងមាន load នេះចាំមើលបងប្អូនខ្ញុំបើកឲ្យមើលយើងបើក Wi-Fi ខាងនេះវិញមកចាំមើលឃើញបាទនេះបងប្អូនអញ្ចឹង Realme C12 នេះឈ្មោះវា Realme C12 ប៉ុន្តែចំពោះលេខកូដបងប្អូននេះយើងពិបាកទៅសេតាមណាបងប្អូនអញ្ចឹងហើយបានខ្ញុំបង្ហាញបងប្អូនកន្លែងហ្នឹងគឺយើងត្រូវចូលមកកែកន្លែងហ្នឹងបងប្អូនឈ្មោះនេះក៏យើងចង់កែដាក់អីក៏បានឬក៏មិនបាច់កែក៏បានដែរព្រោះឈ្មោះវាអត់ទាមទារទេយើងគ្រាន់តែប៉ះពីលើទេតែចំណែកលេខកូដនេះគឺជាអ្វីដែលសំខាន់បងប្អូនអញ្ចឹងយើងលុបវាហើយខ្ញុំដាក់ឧទាហរណ៍យើងដាក់ចាប់ពី8លេខទៅណាបងប្អូនឬក៏មានអក្សរក៏បានដែរតែយើងដាក់តលេខទៅស្រួលចុចខ្លួនឯងណាបងប្អូនបើខ្ញុំដាក់ការ៉េ5ការ៉េ6ហើយបន្ទាប់មកយើង tick កន្លែងនេះណាបងប្អូនបាទ tick តែកន្លែងនេះបើសិនជាវាអត់ទាន់បើកអញ្ចឹងបាទយើងចុចឲ្យវាខៀវមកដើម្បី share ឲ្យទូរស័ព្ទផ្សេងណាបងប្អូនចាំមើលទីហោខ្ញុំបិទអានេះខាងនេះវាដាច់ដែរចាំមើលបងប្អូនតិចទៀតវា load បាត់ហើយខ្ញុំបិទវិញហើយបើកវិញបើចឹងអត់ឃើញបងប្អូនឥឡូវយើងបើកអានេះមកវិញមកយើងបើកម្សាទៀតបាទអញ្ចឹងវា load មកវិញបងប្អូនអញ្ចឹងយើងវាយលេខកូដនេះបងប្អូនលេខកូដដែលយើងទៅដាក់មិញហ្នឹងបាទយើងចុចមកការ៉េ5ការ៉េ6បាទចាយើងវាយគ្រប់របស់វាអញ្ចឹងបានវា load បើយើងវាយខ្វះវាអត់ load ទេតែលើសក៏ load ដែរណាបងប្អូនតែគ្រាន់ថាលើសទៅវាខុសគឺកណិចអត់ឲ្យទេឥឡូវយើងចុចជួញវាមកបាទចូលរួមបាទឃើញបងប្អូនអញ្ចឹងតែប៉ុណ្ណឹងបងប្អូនអាចយកអ៊ីនធឺណិតពីខាងទូរស័ព្ទនេះយកមកប្រើបានហើយដោយសារពេលខ្លះទៅយើងដាក់ SIM 2 3ណាបងប្អូនអញ្ចឹងរបស់យើងខាងនេះវាចៃដន្យអីអស់យើង share ពីអានេះមកគឺដើម្បីយកអ៊ីនធឺណិតវាសិនមុននឹងពេលដែលយើងអត់ទាន់បានបញ្ចូលលុយខាងនេះណាតោះឥឡូវខ្ញុំបង្ហាញពី iPhone មក Realme ម្ដងពី iPhone មកពពួក Android ម្ដងបាទឥឡូវខ្ញុំបិទអានេះវិញហើយបងប្អូនមើលតន់ហ្នឹងមិញបាទបើសិនជាអត់តន់អាច comment សួរបានបាទខ្ញុំបង្ហាញម្ដងទៀតបាទទី1យើងចូលទៅក្នុង setting ណាបងប្អូននេះ setting វាអូសពីលើនេះមកដែរនេះសញ្ញាកងចក្រនេះបាទយើងមកដល់ឡើងនេះដូចគ្នាចូល connection and sharing ឃើញ personal hotspot
មានន័យថាចែករំលែក Wi-Fi ហ្នឹងផ្ទាល់ខ្លួនបើយើងប៉ះដាននេះមួយមកបើកបានហើយអូខេតោះឥឡូវយើងចូលទៅក្នុងiPhone ម្ដងអញ្ចឹង iPhone ក៏ដូចគ្នាហ្នឹងបងប្អូនឥឡូវ version ខ្ពស់បើកាលមុនversion ទៀតការស៊េរីចំនួនមុននោះគឺវារៀងពិបាកបន្តិចយើងត្រូវ set ញ៉ៃញ៉ៃបាទឥឡូវគឺអត់ពិបាកទេបើបងប្អូនចង់បើកលើបាទអូសមកចុចលើនេះតែម្ដងក៏បានអានេះមាន Wi-Fi អត់បាទអត់មានបើអត់មានយើងចុចលើក្នុង setting នេះមកហើយបងប្អូនឃើញនេះពាក្យ hotspot វានៅនឹងស្រាប់បាទបើចំនួនមុនគឺអត់មានអាហ្នឹងទេណាបងប្អូនបាទអញ្ចឹងយើងបើមានហើយយើងចុចប៉ះលើហ្នឹងតែម្ដងហើយយើងចុចបើកមកឬក៏មិនបាច់បើកក៏បានដែរហើយនេះគឺកន្លែងលេខកូដណាបងប្អូនលេខកូដដែលយើងចង់ដាក់ខ្ញុំដាក់ក្រេ7ក្រេ8ចាបាទអញ្ចឹងកន្លែងហ្នឹងគឺហើយយើងចុចដានមកកន្លែងហ្នឹងគឺយើងត្រូវចាំហើយចុចទូរស័ព្ទផ្សេងគឺយើងត្រូវចុចឲ្យត្រូវកុំឲ្យខុសវាណាបងប្អូនតែខុសគឺវាអត់ឲ្យទេតែឥឡូវយើងបើក hotspot បើយើងអត់ឡូវាមកដើម្បីឲ្យទូរស័ព្ទផ្សេងវាស្គាល់បាទយើងអត់បើកអាហ្នឹងគឺអត់ស្គាល់ទេបាទឥឡូវយើងចូលទៅក្នុងទូរស័ព្ទនេះវិញយើង search បាទយើងចុចលើ Wi-Fi មកបាទយើង search រក iPhone របស់យើងជិះមើលវា load មកអូខេបងប្អូននេះ load មកហើយអញ្ចឹងបើសិនវាអត់ load បងប្អូនអាចចូលក្នុងនេះបន្ថែមទៀតមកហើយយើង search មើលបាទមើលកន្លែងនេះឲ្យច្បាស់អញ្ចឹងថាវាបើកឬក៏អត់បាទយើង on អញ្ចឹងហើយមានន័យថាវាចេញហើយបាទហើយយើងចុច connect របស់យើងមកបាទមិញគឺការ៉េ7ការ៉េ8ណា1 2 3 4លើបាទពួកនេះយើងអាច share សូវាបានបាទ4 1 2 3 4បាទយើងសូដើម្បីឲ្យយើងឃើញថាវាត្រូវអត់ណាបងប្អូនបើយើងចុចអានេះបិទគេមើលអត់ឃើញទេបើយើងចុចអានេះបើយើងមើលឃើញខ្លួនឯងគេក៏មើលឃើញដែរតែឥឡូវយើងចុច connect មកហើយតែប៉ុណ្ណឹងគឺឲ្យវា load ស្គាល់គ្នាទៅគឺបងប្អូន share ពីអានេះមកខាងនេះវិញបានទេបាទអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបងប្អូនហើយបងប្អូនដែលថ្មីបាទកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្ថែមតាក់ទងនឹងចំណេះជំនាញខាង program ទូរស័ព្ទដៃណាបាទអរគុណ